កុមារចូលរៀននៅម៉ោង7ព្រឹកគឺជាការមិនត្រឹមត្រូវគួរតែជំនួសម៉ោង8ឬក៏ម៉ោង9ទើបប្រសើរដែរឬទេថ្ងៃនេះខ្ញុំលើកយកប្រធានបទមួយក្តៅកគុកតែម្ដងហើយខ្ញុំគិតថាមិនដែលមាននរណាលើកមកនិយាយទេដឹងនៅប្រទេសកម្ពុជាយើងហើយខ្ញុំឃើញរឿងនេះយូរហើយតាំងពីជំនាន់ខ្ញុំបាទមានបញ្ហាបាទនៅប្រទេសកម្ពុជាយើងបងប្អូនតាំងពីយូរមកហើយមកដល់សប្តាហ៍ថ្ងៃនេះយើងមិនទាន់មានការកែប្រែទេគឺសាលារៀនសាលាបឋមសិក្សាក្តីមធ្យមសិក្សាកម្រិត1កម្រិត2វិទ្យាល័យក្តីយើងចាប់ផ្ដើមចូលរៀននៅប្រហែលជាម៉ោង7អញ្ចឹងប្រកាសណាបងប្អូនមានសាលាឯកជនឬក៏សាលាខ្លះក៏ចាប់ផ្ដើមនៅម៉ោង8ឬក៏7កន្លះអីចឹងជាដើមប៉ុន្តែតាំងពីដើមមកយើងទម្លាប់ចូលរៀននៅម៉ោង7ព្រឹកបាទនេះជាទម្លាប់តាំងពីយូរមកហើយទម្លាប់ចាស់ជំនាន់ខ្ញុំបាទក៏អញ្ចឹងដែរបងប្អូនហើយម្ដងទៅរៀនអត់ទាន់ពេលទេបាទហើយពេលខ្លះម៉ែដេញវាយទៀតបាទហើយសប្តាហ៍ថ្ងៃនេះបើយើងមើលស្ថានភាពពេលខ្លះឪពុកម្ដាយវាយកូនវាយចៅបខំកូនឲ្យខំទៅរៀននេះគឺយើងមានបញ្ហាកើតឡើងច្រើនបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងវែកញែកជូនបងប្អូនថាតើទម្លាប់នេះជាទម្លាប់ខុសឬក៏ជាទម្លាប់ត្រូវបាទបងប្អូនអ្វីនៅលើโลกនេះវាអត់មានត្រូវរហូតទេថ្ងៃនេះត្រូវថ្ងៃក្រោយអាចខុសថ្ងៃនេះខុសថ្ងៃក្រោយក៏អាចត្រូវដែរនេះមុននឹងជជែកជូនបងប្អូនខ្ញុំលើកយកការសិក្សាមួយចំនួនដើម្បីឲ្យបងប្អូនជជែកពិភាក្សាជាមួយគ្នាបាទបងប្អូនខ្ញុំបាទវិជ្ជបណ្ឌិតលីយហុយមិនមែនចេះតែនិយាយទេបងប្អូនហើយខ្ញុំមិនមែនប្រឆាំងជាមួយនឹងក្រសួងអប់រំឬក៏រាជរដ្ឋាភិបាលទេនៅក្នុងការដែលក្រសួងនឹងបើកសាលានៅម៉ោង7ព្រឹកឬក៏7កន្លះហ្នឹងទេដោយសារអីដោយសារខ្ញុំឃើញមានទស្សនវិជ្ជាមួយចំនួនវាប៉ះពាល់ទៅលើសុខភាពរបស់កុមារទាំងជំទង់នឹងផងដែរបងប្អូនដឹងហើយនៅក្នុងវិស័យវិទ្យាសាស្ត្រខ្ញុំបាននិយាយអំពីថាកុមារឬក៏មនុស្សក្មេងជំទង់នឹងឯងគាត់ត្រូវការដេកច្រើនហើយបើសិនជាយើងឲ្យគាត់ឆាប់ទៅរៀនពីព្រឹកពេកគឺប្រកាសជាមានបញ្ហាទៅលើរាងកាយរបស់គាត់ទៅលើសុខភាពរបស់គាត់ផ្ទាល់តែម្ដងអញ្ចឹងវាប៉ះពាល់ទៅលើប្រសិទ្ធភាពរបស់ខួរក្បាលរបស់គាត់វាប៉ះពាល់ទៅលើគុណភាពសិក្សារបស់គាត់កាលណាក្បាលគាត់មិនល្អគាត់រៀនសូត្រមិនចេះចាំបាទពេលហ្នឹងបងប្អូនគឺវាមិនមានប្រយោជន៍ទេគឺការនោះឯងគឺធ្វើឲ្យបាត់បង់នៅគុណភាពនៃការអប់រំរបស់យើងទៅវិញទេមានការសិក្សាបែបនេះច្រើនណាស់បានលើកឡើងនៅសហរដ្ឋអាមេរិកនៅប្រទេសបារាំងឬក៏នៅប្រទេសផ្សេងទៀតប៉ុន្តែដោយឡែកនៅប្រទេសកម្ពុជាយើងខ្ញុំបាទដូចជាមិនដែលឃើញមានការសិក្សានឹងកើតឡើងទេអញ្ចឹងខ្ញុំលើកយកប្រធានបទនេះមកជជែកជូនបងប្អូនដើម្បីអីដើម្បីប្រយោជន៍កូនចៅយើងប្រយោជន៍យើងទាំងអស់គ្នាកុំឲ្យយើងប្រកាន់ទម្លាប់ចាស់ដែលវាមានបញ្ហាទៅលើសុខភាពបាទបងប្អូនឧទាហរណ៍ថាកុមារនឹងឯងគាត់ត្រូវងើបគាត់ត្រូវទៅចូលរៀនម៉ោង7អញ្ចឹងគាត់អាចងើបតាំងពីម៉ោង5ម៉ោង6ទៅតាឪពុកម្ដាយគាត់ត្រូវដាស់ដើម្បីយកកូនទៅជាមួយអីចឹងជាដើមអញ្ចឹងបើសិនជាពជាឲ្យចូលនឹងដល់តែម៉ោង8ឬក៏ម៉ោង9អញ្ចឹងកុមារនឹងអាចគេងរៀងបានរៀងផឹកតិចរៀងគេងរៀងបានរៀងយូរតិចអញ្ចឹងពេលហ្នឹងកុមារនឹងអាចចំណេញមួយថ្ងៃ1ម៉ោងឬក៏2ម៉ោងអញ្ចឹងមួយសប្តាហ៍អាចចំណេញដល់ទៅ6ម៉ោងឬក៏10ម៉ោងអីចឹងជាដើមអញ្ចឹងយើងឃើញថាសុខភាពរបស់គាត់វាបានប្រសើរផងដែរនេះជាចំណុចមួយដែលយកមកពិចារណាខ្ញុំលើកយកការសិក្សា2 3ដើម្បីឲ្យបងប្អូនជ្រាបមានការសិក្សានៅរដ្ឋ Minnesota សហរដ្ឋអាមេរិកនៅឆ្នាំ1996គេបានសាកល្បងពន្យាពេលចាប់ផ្ដើមចូលរៀនហ្នឹងបាទយើងឃើញថាលទ្ធផលនៃការដែលពជា1ម៉ោងឬក៏2ម៉ោងហ្នឹងមានការប្រសើរឡើងបាទន័យថាកុមារដែលមករៀនហ្នឹងគឺមានការថមថយទៅលើអវត្តមានរបស់គាត់បាទគាត់មករៀនបានច្រើនគ្នាកុមារមិនសូវមានការឈឺគាត់មករៀនទៀងទាត់ការចូលរួមរបស់គាត់នៅក្នុងសាលារៀនការធ្វើពលកម្មឬក៏ការធ្វើសកម្មភាពរៀនជាក្រុមជាអីក៏វាមានភាពល្អក់ល្អឿនផងដែរយើងឃើញថាការរៀនសូត្ររបស់គាត់គឺមានប្រសិទ្ធភាពប្រសើរជាងមុនអាកប្បកិរិយារបស់គាត់ក្មេងនោះគឺមានអាកប្បកិរិយាល្អហើយយើងឃើញថាក្មេងនោះគោរពវិន័យបានល្អជាងបាទហើយគាត់បានទួទានដំណេកបានដេកនឹងគ្រប់គ្រាន់ផងដែរនេះជាអត្ថប្រយោជន៍នៃការសិក្សានៅ Minnesota ហ្នឹងដែលយើងធ្វើទៅគឺយើងឃើញថាអត្ថប្រយោជន៍មានប្រសិទ្ធភាពច្រើនតេតើនឹងការពជាពេលនៃការចូលរៀននេះបន្តតែម្ដងមានការសិក្សានៅឆ្នាំ2001នៅ Virginia បងប្អូននៅសហរដ្ឋអាមេរិកដូចគ្នាថាពេលដែលពជាម៉ោងសិក្សារបស់កុមារនេះយើងឃើញថាកុមារមានការប្រុងប្រយ័ត្នខ្ពស់
សកម្មភាពរបស់គាត់ក៏ប្រសើរជាងមុនគាត់ទៅផ្ទះវិញក៏គាត់មានការរីករាយហើយឪពុកម្ដាយក៏ស្រួលចិត្តស្រួលគំនិតមិនជាមានបញ្ហាអីច្រើនទេបាទនេះជាអ្វីមួយដែលការធ្វើនឹងទៅគឺវាមានប្រយោជន៍តបផងដែរមានការសិក្សាផ្សេងមួយទៀតដែលធ្វើឡើងនៅឆ្នាំ2014ថ្មីបងប្អូនគឺគេបានធ្វើការពជាម៉ោងចូលរៀនត្រឹមតែ30នាទីសាកល្បងទេគឺកុមារនឹងជំទង់នឹងអាចដេកបានយូរពេលហ្នឹងគឺយើងឃើញថាជំងឺបាក់ទឹកចិត្តដែលយើងហៅថា depression របស់គាត់នឹងមានការថមថយហើយខ្ញុំបើកបំពង់កញ្ចក់ត្រឹងតិចខ្ញុំបានធ្វើវីដេអូតាក់ទងជាមួយនឹងថាយុវវ័យនេះកុមារនេះគឺយុវជននេះប្រឈមជាមួយនឹងជំងឺផ្លូវចិត្តខ្លាំងមែនទែនបងប្អូនអាចទៅមើលវីដេអូរបស់ខ្ញុំបានទាំងអស់នោះនៅក្នុងបណ្ដាញសង្គមរបស់ខ្ញុំបាទ YouTube Channel Dr. Lee Johoi Facebook Page ហើយនិង TikTok សូមចុច Subscribe ចុច Follow ម្នាក់មួយបើបងប្អូនចង់មើលឲ្យបានច្រើនអញ្ចឹងបន្ទាប់មកយើងមើលទៅលើកម្លាំងអំហាយរបស់គាត់កុមារនោះផ្ទាល់តែម្ដងយុវវ័យនោះគាត់មករៀនយឺតគឺពេលនឹងឯងគឺភាពអស់កម្លាំងរបស់គាត់បានថមថយគាត់មានកម្លាំងពេញបរិបូរណ៍ហើយកន្លងមកគាត់ចូលចិត្តទទួលទានកាហ្វេគាត់ចូលចិត្តទទួលទានតែគុជតែអីចឹងជាដើមអញ្ចឹងពេលដែលពជាម៉ោងចូលរៀនហ្នឹងគឺគាត់អត់សូវទៅញ៉ាំអាហ្នឹងទេដោយសារគាត់មានកម្លាំងកំហែងពេញបរិបូរណ៍បាទអញ្ចឹងយើងឃើញថាម៉េចយើងឃើញថាសុខភាពកុមារឬក៏ជំទង់ហ្នឹងវាមានភាពប្រសើរមានន័យថាសុខភាពរបស់សិស្សានុសិស្សហ្នឹងវាបានប្រយោជន៍ផ្ទាល់តែម្ដងអញ្ចឹងជាចុងក្រោយខ្ញុំលើកយកការសិក្សានេះលើកយកប្រធានបទនេះមកជជែកមិនមែនរិះគន់ក្រសួងអប់រំរបស់យើងឬក៏ការងាររបស់រាជរដ្ឋាភិបាលទេគ្រាន់តែជាគំនិតមួយជាជ្រុងមួយជាយោបល់មួយដើម្បីលោកនាយកសាលាឬក៏អ្នកគ្រប់គ្រងក្រសួងអប់រំលោកពិចារណាតាមការគួរហើយកុំជេរខ្ញុំបាទកុំរិះគន់ខ្ញុំបាទកុំចាប់ខ្ញុំបាទដាក់គុកព្រោះអ្វីដែលខ្ញុំនិយាយនេះគឺដើម្បីប្រយោជន៍សង្គមយើងទាំងអស់គ្នាទេបងប្អូនព្រោះបងប្អូនខ្មែរយើងមិនថាថ្នាក់ដឹកនាំមិនថាជាបរិបទឯពេលខ្លះនិយាយតែខុសគំនិតខ្លួនឯងហ្នឹងគឺររឿងគឺចាប់ផ្ដើមមានបញ្ហាបើក្នុងបណ្ដាញសង្គមវិញពេលខ្លះជេរបចោ comment ជេរអីទៅទៀតផ្ដេសផ្ដាស់បាទខ្ញុំបាទគិតថាវីដេអូនេះមានប្រយោជន៍ហើយប្រហែលជាបងប្អូនមានប្រតិកម្មច្រើនបាទប៉ុន្តែខ្ញុំធ្វើវីដេអូនេះដើម្បីប្រយោជន៍សង្គមយើងទាំងមូលឲ្យពិចារណាទាំងអស់គ្នាហើយបើអាចគួរតែបង្កើតការសិក្សានៅមួយនៅប្រទេសកម្ពុជាយើងដើម្បីរកឲ្យឃើញអ្វីដែលខ្ញុំផ្ដល់ជាយោបល់ជូនបងប្អូនជនរួមជាតិនេះផ្ទាល់តែម្ដងអញ្ចឹងបើបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចចែករំលែកចុច share ទៅកាន់មនុស្សជាទីស្រឡាញ់ដើម្បីឲ្យដឹងឮដល់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់បាទហើយបើបងប្អូនមានសមានចិត្តល្អចង់ឧបត្ថម្ភការបោះពុម្ពសៀវភៅរបស់ខ្ញុំបាទបងប្អូនអាចឧបត្ថម្ភតាមលេខកណនីធនាគារនៅលើវីដេអូនេះផ្ទាល់តែម្ដងបាទសូមស្លេះវីដេអូនៅប៉ុណ្ណឹងសិនបងប្អូនហើយជួបគ្នានៅវីដេអូថ្ងៃបន្តទៀតបាទសូមជម្រាបលា